មកភ្លុកភីសាមកមហូបខ្មែរតែល្បីនៅទី PC ភីសាអ្នកទាំងអស់គ្នាអានេះភីសាមកជួគ្រឿងសាច់គោអ្នកទាំងអស់គ្នាវ៉ាវហើយសម្រាប់ភីសមហូបខ្មែរដែលត្រូវភ្លុកបន្ទាប់នេះគឺអាមុកគ្រឿងសមុទ្រណែនហ្មងណាអូយឈ្ងុយខ្លាំងណាស់ហើយមួយចាននេះគឺជាផាស្តាឆាគ្រឿងកង្កែបចង់ប្លែកមាត់ចង់បានជាមួយនឹងភីសាដែលមានរសជាតិថ្មីឥឡូវនេះ TPC ភីសាបានចេញជាមួយនឹងរសជាតិថ្មីរសជាតិម្ហូបខ្មែរដែលខ្ញុំហ៊ាននិយាយហ្មងថាអ្នកគ្នាញ៉ាំហើយគឺថាជក់មាត់សាហាវមិនថាជាភីសាឬក៏ជាផាស្តាទេតែអ្នកគ្នាអាចមកញ៉ាំបានណានៅគ្រប់ប៉ា TPC ភីសាក្នុងប្រទេសកម្ពុជាតែម្ដងតែគាត់ថាអត់ចង់ចេញក្រៅខ្លាចក្តៅហ៎គ្រាន់តែធ្វើការកម្មង់តាមលេខទូរស័ព្ទ30នាទីគឺថាបានញ៉ាំហ្មងសំខាន់គឺថាដឹកជញ្ជូនឥតគិតថ្លៃទៀតតា